មុនដំបូងខ្ញុំនឹងបើក Sony Vegas Pro ដើម្បីចង់ save វីដេអូនៅក្នុងនោះនេះគឺជា file ដែលខ្ញុំបង្កើតហើយខ្ញុំនឹង select លើវាហើយបន្ទាប់មកខ្ញុំចុចលើកន្លែងនេះហើយយកកន្លែងនេះហើយចុច like best គឺយកពាក្យថា best full មកយើងចុចកន្លែងនេះ rotate video properly យើងចុចកន្លែងហ្នឹងហើយយើងរើស file មកយើងចង់យក file មួយណាក៏បានតែមកយើងចុចកន្លែងនេះយកពាក្យថា best មកយើងចុច OK បន្ទាប់មកយើងចុចពាក្យថា render as វានឹង render យើងហើយយើងចុច internet HD 1080ហើយយើង render វាទៅនេះភាសាខ្ញុំ render វាហើយ